ស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ព័ត៌មានបាទនៅថ្ងៃទី20ខែធ្នូឆ្នាំ2025នេះនៅក្នុងខេត្តឧត្តរមានជ័យបាទមានការប្រឹងប្រែងពីសហរដ្ឋអាមេរិកចិនជាមួយនឹងកម្ពុជាថៃឲ្យបញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តីក៏កងទ័ពថៃក៏នៅតែបន្តភាពកក្លឿនរបស់ខ្លួនដោយមិនស្ដាប់ពីកិច្ចអន្តរាគមន៍របស់សហរដ្ឋអាមេរិកនិងចិននោះទេបាទនៅការពីយប់ថ្ងៃទី19នៅវេលាម៉ោង11យប់ការពីយប់មិញពុកម៉ែបងប្អូនបាទកងទ័ពថៃខាងបាទកងទ័ពផ្នែកអាកាសរបស់ថៃបានប្រើប្រាស់នៅយន្តហោះចម្បាំង F16 បាទចំនួន2គ្រឿងដោយបានទម្លាក់គ្រាប់ចំនួន3គ្រាប់ទៅលើស្ពានអូជីកបានធ្វើឲ្យស្ពានបាទខូចខាតការឆ្លងកាត់បានលែងកើតតទៅទៀតហើយពុកម៉ែបងប្អូនដូចឃើញនៅក្នុងរូបភាពនេះអញ្ចឹងបងប្អូនបាទថៃពិតជាបាទក៏ក្លឿនខ្លាំងមែនតើបាទទោះបីមានការអន្តរាគមន៍ពីបាទសហរដ្ឋអាមេរិកជាមួយនឹងចិនថាឲ្យថៃបាទឈប់បាញ់ទៅបាទក៏ថៃនៅតែមិនព្រមទេបាទដោយការប្រយុទ្ធមួយនៅម៉ោង11នៅថ្ងៃទី19នោះបាទគឺថៃបានបន្តប្រើប្រាស់ S16 របស់ខ្លួនបាទបាញ់មកលើបាទស្ពានរបស់កម្ពុជាបាទដោយស្ថិតនៅក្នុងខេត្តឧត្តរមានជ័យបាទធ្វើឲ្យស្ពាននោះគឺលែងដំណើរការទៅមុខតទៅទៀតហើយបងប្អូនគ្នាដោយគឺដាច់ស្ពាននោះតែម្ដងបាទដាច់ពាក់កណ្ដាលបងប្អូនបានឃើញរូបភាពនេះហើយគឺមានការបាទត្រូវខ្លាំងមែនទែនបាទត្រូវជាមួយនឹងឡានប្រកាន់ដៃស្ពានហ្នឹងគឺដាច់ពាក់កណ្ដាលបាត់ហើយពុកម៉ែបងប្អូនគ្នាបាទដែលស្ពានអូជីកដោយស្ថិតនៅក្នុងផ្លូវជាតិលេខ68ដោយតភ្ជាប់ពីខេត្តសៀមរាបទៅនឹងខេត្តឧត្តរមានជ័យបងប្អូនបាទឃើញតែចម្រឹងដៃទេបងប្អូននេះបាទដោយសារតែអាការៈរបស់ថៃគឺក៏ក្លឿនមកមែនទែនដោយទម្លាក់នៅគ្រាប់បែកចេញពីយន្តហោះ S16 ដែលហៅថាយន្តហោះចម្បាំងនោះគឺទម្លាក់ដើម្បីចង់ផ្ដាច់ស្ពានដើម្បីកុំឲ្យប្រជាជនខ្មែរយើងបាទធ្វើដំណើរបាទទៅវិញទៅមកបានបងប្អូននេះដោយស្ពាននេះគឺបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបាទរយៈពេលជាង10ឆ្នាំមកហើយបងប្អូនរយៈពេលជាង10ឆ្នាំគឺមិនតិចទេបងប្អូនអើយស្ពាននេះគឺធ្វើយូរហើយអញ្ចឹងឥឡូវនេះមកដល់ថ្ងៃទី19នៅម៉ោង11យប់ការពីយប់មិញនេះគឺថៃបានបាទតម្លាក់គ្រាប់ដើម្បីបាទចង់ផ្ដាច់ស្ពាននោះហើយប៉ុន្តែផ្ដាច់មិនទាន់ដាច់ទេបាទមានថាអញ្ចឹងមានថាគឺស្ពានគឺលែងដំណើរការទេបងប្អូននេះបងប្អូនឃើញថាគឺកំទេចថ្មកំទេចអីគឺបាទរប៉ាត់រពីពេញផ្នើលើផ្លូវបាត់ហើយបងប្អូននេះมันធំតែត្រូវជាមួយនឹងស្ពានគឺត្រូវឡានរបស់ប្រជាពលរដ្ឋយើងថែមទៀតហើយស្ពាននេះគឺមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរបាទទូទាំងប្រទេសបាទដែលចង់ធ្វើដំណើរឆ្លងខេត្តពីខេត្តសៀមរាបទៅខេត្តឧត្តរមានជ័យទៅខេត្តបន្ទាយមានជ័យហ្នឹងគឺធ្វើដំណើរតាមស្ពាននេះបងប្អូននេះប៉ុន្តែគឺត្រូវចោលសៀមថាចោលឈ្លានពានទឹកដីខ្មែរនោះគឺបានទម្លាក់នៅគ្រាប់បាទដ៏ធំរបស់យន្តហោះ S16 ធ្វើឲ្យការខូចខាតស្ពាននេះបាទទៅហើយពុកម៉ែបងប្អូនហើយការដំណើរការស្ពាននេះគឺមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋខ្មែរដូចជាការដឹកជញ្ជូនកសិផលការធ្វើពាណិជ្ជកម្មនិងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរបងប្អូននេះអញ្ចឹងបងប្អូនដឹងហើយបងប្អូនស្ពានមួយឆ្លងពីខេត្តមួយទៅខេត្តមួយគិតពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរដោយសារតែការធ្វើស្ពាននេះគឺមានគុណសម្បត្តិវាហើយបងប្អូននេះថាត្រូវធ្វើដំណើរពីនេះទៅនេះពីនេះទៅនេះអញ្ចឹងប៉ុន្តែឥឡូវនេះគឺថៃបានបាទធ្វើការបាទចំបង្កសង្គ្រាមជាមួយខ្មែរយ៉ាងខ្លាំងមែនតើបងប្អូននេះដោយបាទទម្លាក់មកលើស្ពាននេះបាទឥឡូវនេះស្ពាននេះឃើញតែចម្រឹងដៃទេពុកម៉ែបងប្អូនដូច្នេះការផ្ដាច់ស្ពានរបស់បាទសំណាក់កងទ័ពអាកាសរបស់បាទចៅសៀមគឺបង្កការលំបាកប្រជាពលរដ្ឋយើងយ៉ាងខ្លាំងពុកម៉ែបងប្អូនបាទការរស់នៅជាប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅក្នុងខេត្តបន្ទាយមានជ័យក៏រួមជាមួយនឹងការធ្វើបាទដំណើររបស់ប្រជាពលរដ្ឋទាំងពីរខេត្តហ្នឹងឧត្តរមានជ័យជាមួយនឹងខេត្តសៀមរាបពុកម៉ែបងប្អូនហើយក៏មានប្រជាពលរដ្ឋតាមបណ្ដាខេត្តផ្សេងទៀតក៏ត្រូវធ្វើដំណើរបាទឆ្លងកាត់តាមស្ពាននេះដូចគ្នាពុកម៉ែបងប្អូនបាទសូមបញ្ជាក់ផងថាស្ពានអូជីកមានចម្ងាយបាទរង្វង់ទៅបាទ70គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃអញ្ចឹងមានថាចាប់ពីស្ពានដែលបាទថៃបានទម្លាក់គ្រាប់ធ្វើឲ្យដាច់ស្ពានធ្វើដំណើរលេងកើតនេះគឺមានចម្ងាយរហូតដល់70ម៉ែត្រ
បាទទៅនឹងព្រំប្រទល់នៃប្រទេសថៃបាទនៅក្នុងខេត្តឧត្តរមានជ័យដែលជាសមរភូមិប្រយុទ្ធនាពេលបច្ចុប្បន្ននេះផងដែរបងប្អូនអញ្ចឹងមានថាបាទថៃបានប្រើយន្តហោះចម្បាំង S16 ហ្នឹងបើកចាប់ពីព្រំដែនបន្ទាត់ក្រហមនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងបាទចៅសៀមហ្នឹងគឺមកដល់ស្ពាននេះគឺចម្ងាយឆ្ងាយណាស់បងប្អូនអើយ70បាទគីឡូម៉ែត្រគឺឆ្ងាយខ្លាំងមែនទែនដោយការប្រើប្រាស់យន្តហោះមកទម្លាក់ផ្ដាច់ស្ពានបម្រើរបស់ប្រជាពលរដ្ឋធ្វើឲ្យបាទជនស៊ីវិលរបស់ប្រកម្ពុជានឹងគឺទង្វើនេះគឺយើងពិតជាពិបាកទទួលយកណាស់បងប្អូនគ្នាគឺវាពិតជាធ្ងន់ធ្ងរណាស់វាជាទង្វើដែលប្រព្រឹត្តទៅដូចជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរខ្លាំងមែនតើបងប្អូននេះមិនមែនជាបាទសង្គ្រាមលក្ខណៈថាទល់ដែននឹងទល់ដែននេះវាចូលដល់ប៉ះពាល់ដល់ជនស៊ីវិលប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសខ្មែរដែរបាទមិនដឹងថាតកតងជាមួយនឹងការធ្វើសង្គ្រាមបែបនេះគឺថៃមករំលោភបំពានបាទធ្វើទុកបុកម្នេញនៅលើប្រជាពលរដ្ឋខ្មែរខ្លាំងមែនតើបងប្អូននេះបាទខ្ញុំពិតជាមានការសោកស្ដាយខ្លាំងមែនតើបាទប្រហែលថ្ងៃនេះគឺថៃកោខ្លាំងមែនតើបងប្អូននេះបាទទោះបីជាអាមេរិកឬក៏ចិនមកស្នើសុំទៅឲ្យខាងបាទភាគីខាងថៃឬក៏ចៅសៀមនឹងបងប្អូននេះបាទឲ្យបញ្ឈប់ការបត់ឈប់បាញ់បងប្អូននេះបត់ឈប់បាញ់គឺឲ្យមានសន្តិភាពឡើងវិញមិនតែថៃមិនព្រមទេបាទចៅសៀមគឺមិនព្រមទេនៅតែបើប្រើនៅការបើប្រើយន្តហោះចម្បាំងដែលលើអាកាសគឺ S16 ហ្នឹងគឺបាញ់បាទសន្ធាប់មកលើបាទទឹកដីខ្មែរនៅតំបន់ព្រំដែនដូចជាបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារមុំ3ខេត្តបាត់ដំបងកោះកុងឥឡូវនេះបាទគឺឆ្លងមកដល់ខេត្តកោះកុងមកដល់ខេត្តសៀមរាបទៀតហើយពុកម៉ែបងប្អូនអញ្ចឹងទង្វើរបស់ចៅសៀមនេះគឺมันអាចទទួលយកបានទេបាទក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបខ្ញុំពិតជាពិបាកទទួលយកនៅទង្វើរបស់ចៅសៀមនេះណាការដែលធ្វើសង្គ្រាមគឺមិនមែនដែលធ្វើសង្គ្រាមសម្រាប់គឺប្រជាបាទតបជាមួយនឹងតបទេគឺនេះគឺថៃបាទចៅសៀមនឹងគឺធ្វើទង្វើដល់លើសលប់ហើយបាទបង្កមកឲ្យមានការលំបាកដល់បាទពលរដ្ឋខ្មែរឬក៏ហៅជនស៊ីបាទជនស៊ីវិលធម្មតាគឺធ្វើឲ្យមានការភៀសសឹកពីខេត្តមួយទៅខេត្តមួយពីខេត្តមួយទៅខេត្តមួយឥឡូវនេះយប់មិញកាលពីថ្ងៃទី19យប់ហ្នឹងគឺនៅម៉ោង11បាទឈានចូលថ្ងៃទី20ខែធ្នូនេះគឺថៃបាទបានប្រើប្រាស់នៅយន្តហោះចម្បាំង S16 ដើម្បីធ្វើការបំផ្ដាច់ស្ពានខ្មែរមួយរូបទៀតហើយពុកម៉ែបងប្អូនអញ្ចឹងយើងពិតជាបាទជួយចាប់ខ្លាំងមែនតើមិនដឹងថាតើអនាគតទៅប្រទេសខ្មែរយើងទៅរងសម្ពាធពីបាទប្រទេសថៃយ៉ាងណានោះទៀតនោះទេបងប្អូនដោយចាប់បាទតាំងពីមានសង្គ្រាមគឺរយៈពេល10ថ្ងៃជាងហើយគឺមិនទាន់បាទរលត់ទេបងប្អូននេះថៃនៅតែបង្ករហូតមកដល់ថ្ងៃនេះចាំមើលតើរាជរដ្ឋាភិបាលរបស់ខ្មែរយើងបាទលោកកំពុងតែដុតដៃដុតជើងខ្លាំងមែនទែនដើម្បីបញ្ចប់សង្គ្រាមនេះដើម្បីរកសន្តិភាពឲ្យប្រជាពលរដ្ឋខ្មែរដើម្បីទៅធ្វើបាទធ្វើស្រែចម្ការឬក៏ប្រកបមុខរបរផ្សេងដើម្បីឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពឡើងវិញខ្ញុំសង្ឃឹមថាខ្ញុំនឹងជឿជាក់ទៅលើរាជរដ្ឋាភិបាលខ្មែរនឹងអាចបាទបញ្ចប់សង្គ្រាមជាមួយនឹងសៀមនេះបានខ្ញុំនៅតែស្រឡាញ់ពាក្យថាអរគុណសន្តិភាពដែលសម្ដេចហ៊ុនសែនបានបង្កើតពាក្យនេះឡើងខ្ញុំនៅតែជឿជាក់លើរាជរដ្ឋាភិបាលរបស់កម្ពុជាថាអាចបាននឹងបាទទប់ទល់ជាមួយនឹងចៅសៀមដែលជាយាមឈ្លានពាននៅលើទឹកដីរបស់ខ្មែរយើងបានបងប្អូនអ្នកគ្នាខ្ញុំក៏សូមអរគុណដល់សម្ដេចហ៊ុនសែនឬក៏សម្ដេចបវរថាប្តីហ៊ុនម៉ាណែតដែលជាយាមការពារឬក៏ពាំងប្រជាពលរដ្ឋខ្មែរបាទមិនអោយបាទជួបការលំបាកច្រើននោះទេពុកម៉ែបងប្អូននៅក្នុងកលៈទេសៈនេះខ្ញុំនឹងជឿជាក់លើរដ្ឋាភិបាលរបស់យើងថានឹងអាចបញ្ចប់សង្គ្រាមបានអរគុណបងប្អូនអ្នកគ្នាព័ត៌មានសម្រាប់ថ្ងៃទី20នេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនសម្រាប់សង្ឃឹមថាបងប្អូននឹងបាទចូលរួមបាទជាកម្លាំងចិត្តទៅដល់កងទ័ពជួរមុខរបស់កម្ពុជាយើងដើម្បីទប់ទល់ជាមួយនឹងចៅដែលហៅថាចៅសៀមនោះឲ្យបានអរគុណបងប្អូនទាំងអស់គ្នា